សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីចំណតអទេសភ្លើងនៅទីក្រុង Geneva ឬមួយក៏ Genève ហើយចំណតនេះគេហៅ Gare Connovin តោះចូលទៅមើលខាងក្នុងទាំងអស់គ្នាមានអីគេខ្លះកន្លែងនេះស្តៀងពលានយន្តហោះដែរព្រោះពេលយើងចូលទៅដល់គេមានពីដានព័ត៌មានពីជើងអទេសភ្លើងហើយនឹងទិសដៅត្រូវទៅណាហើយម៉ោងប្រមាណហើយបើចង់ឡើងទៅបន្ទប់ទឹកឡើងតាមកម្មចដាហ្នឹងទៅនៅខាងលើហ្នឹងមានបន្ទប់ទឹកហើយនឹងមានហាងកាហ្វេ Starbucks នៅខាងក្រោមគេមានម៉ាតនៅក្នុងម៉ាតហ្នឹងមានលក់ដូចនៅខ្មែរដែរមានលក់នំប៉័ងកាហ្វេផ្លែឈើអីផ្សេងយើងចូលក្នុងទីទៀតខាងឆ្វេងដៃហ្នឹងកន្លែងលក់សំបុត្រអទេសភ្លើងក្រុមហ៊ុន SBB អញ្ចឹងយើងទៅ Paris ទៅអីយើងអាចមកទិញសំបុត្រនៅហ្នឹងក៏បានដែរយើងដើរហួសតិចទៀតនៅខាងលើពណ៌ខៀវហ្នឹងបង្ហាញពីទិសដៅឡានក្រុងបើយើងចង់ជិះឡានក្រុងទិសដៅទៅណាហើយចេញម៉ោងប្រមាណហើយលើហ្នឹងក៏មានប្រាប់ព័ត៌មានយើងដែរថាអទេសភ្លើងដែលយើងត្រូវជិះហ្នឹងយើងត្រូវទៅឈរចាំនៅកន្លែងណានៅក្នុងហ្នឹងមាន pharmacy មានអីដែរយើងអាចទិញថ្នាំទិញអីដើរទៅមុខតិចទៀតមាន Burger King ហើយនឹងហាងកាហ្វេអ្នកខ្លះដែលគាត់ចាំតេស្តភ្លើងយូរគាត់អាចមកអង្គុយនៅហ្នឹងក៏បានដែរបន្ទាប់មកទៀតមកដល់កន្លែងនេះកន្លែងយើងត្រូវឡើងទៅជិះតេស្តភ្លើងអញ្ចឹងនៅលើសម្បត្តិតេស្តភ្លើងយើងមានប្រាប់ឧទាហរណ៍កន្លែងនេះយើងត្រូវជិះ wall លេខ2ឬមួយក៏ wall លេខ3យើងត្រូវឡើងតាមកម្មចដានេះ